មែនហើយជីវិតខ្លីណាស់តាមពិតទៅយើងជាគូដណ្ដឹងនឹងគ្នាផងមិនគួរណាមកឆ្លោះគ្នាអញ្ចឹងទេក្រែងតែនាងមិនដែលស្រឡាញ់ខ្ញុំទេដឹងហ៎យីនាងចង់អូសកាឡាខ្ញុំមែនណាខ្ញុំមកឈឺជើងមែនតែកុំចង់មកអូសកាឡាឲ្យសោះណាអញ្ចឹងខ្ញុំនិយាយហើយណាបើសំណំណែបងស្រឡាញ់អូនណាយីនាងលេងឆៅឆៅចឹងហ្មងអីយីនិយាយប្រាប់ហើយក៏ខុសអញ្ចឹងនាងមានអារម្មណ៍យ៉ាងម៉េចហើយអាចយល់ពីការស្រឡាញ់ខ្លះហើយឬនៅពេលដែលខ្ញុំនិយាយចប់អញ្ចឹងនោះសម្រាប់ពៅសំណប់និងគុណសាមនីក៏ប៉ុន្តែតបទាំងនោះក៏ត្រូវបានស្លាប់ក្រោមមុខលំពេងនិងផ្លែដៃរបស់អ្នកទាំងពីរអាមួយលៀនអាក្បត់យើងខំរាប់អានឯងមិននឹកស្មានថាឯងជាជនថោកទាបដូច្នេះសោះពៅសំណប់យើងគុំនិយាយច្រើនជាមួយវាទុកឲ្យបងចាត់ការវាចុះប្រហែលជារូបបងហើយថ្លៃដែលស្និទ្ធស្នាលរាល់ថ្ងៃគៀងកិនដូចជា